វាសពេចវាកាត់ឡើងវាមិនកាត់ឡើងវាកាត់ឡើងវាបរាជ័យវាអីប៉ុន្តែកន្លែងយើងចង់ទៅហ្នឹងយើងអត់បោះបង់យើងដូរវិធីសាស្ត្រយើងដូររបៀបគិតយើងដូរវិធីធ្វើយើងដូររហូតបាទឥឡូវដូចបងសួនឯងថាចង់ទៅសៀមរាបទៀតណោះអូខេយើងទៅទាំងសៀមរាបយន្តហោះគេអត់ហោះទេយើងថាជិះយន្តហោះគេអត់ហោះហើយយើងដូរបានតាជិះឡានក៏ជិះខ្ញុំជិះម៉ូតូតើជិះខ្ញុំធ្វើអីផ្សេងទៀតតើបានទៅដល់បាទតែស្បត់ឡានក្រុងយ៉ាគ្រាន់តែថាអាដំណើររបស់ខ្ញុំហ្នឹងវាហើយលើលោកនេះការគិតមិនដូចការពិតវាអាចលំអៀងការគិតវាអាចលំអៀងការពិតឥឡូវយើងសម័យយើងទៅសៀមរាបអូមើលខ្យល់អាកាសបរិសុទ្ធទៅដល់ភ្លៀងបាទយើងឆ្នៃទៅពេញចិត្តនឹងវាទៅពីព្រោះវានោះហើយជាបច្ចុប្បន្នរបស់យើងហើយវានឹងហើយជា unique ដែលมันអាចកែប្រែបានខ្ញុំធ្លាប់ទៅថតឡាននៅបូកូខ្ញុំសម័យថាពេលដល់ក្តីសម័យរបស់ខ្ញុំរៀប plan មក storyboard អីចឹងយើងរៀបមកសិតតែភ្នំអីហ្នឹងទៅដល់ភ្លៀងបាទឆ្នៃអា unique ហ្នឹងឲ្យខ្លាយជា unique ហ្មងថតទាំងកណ្ដាលភ្លៀងហ្មងទៅរុំថងកាមេរ៉ាថតហ្មងអញ្ចឹងចេញរូបភាពមកខុសគេហ្មងហើយវា unique ហ្មងបាទហើយសួរថាគេចង់ទៅធ្វើម្ដងទៀតឲ្យភ្លៀងដូចយើងធ្វើមិនកើតអញ្ចឹងឆ្នៃអ្វីដែលយើងកំពុងរស់នៅឆ្នៃជួបអីឆ្នៃនឹងទៅប៉ុន្តែកុំបោះបង់ចក្ខុវិស័យកុំបោះបង់ក្តីសម័យបាទជួបអីឆ្នៃនឹងទៅមានអីបើកើតមកធ្វើមិនយើងទឿហើយឆ្នៃទឿនឹងទៅជារឿង unique ហ្មងបាទកញ្ញាញ់ấyធ្វើកញ្ញាញ់ឲ្យវារៀងលយមកឲ្យអ្នកសក់ត្រង់ចំណែនហ្មងអូនចង់បានសក់កញ្ញាញ់ដូចគាត់បាទចុះខ្ញុំប្រាប់ថាមនុស្សទាំងអស់នៅលើលោកនេះស្អាតទាំងអស់ស្អាតតាមរបៀបរបស់គាត់ស្អាតទាំងអស់អ្នកខ្លះទូចស្អាតអ្នកខ្លះធំអ្នកខ្លះទូចអ្នកខ្លះកញ្ញាញ់អ្នកខ្លះខ្មៅក៏សុទ្ធតែស្អាតទាំងអស់អ្នកខ្លះថ្មិញវាតែវាស្អាតហ្មងអញ្ចឹងខ្ញុំប្រាប់ថានៅលើលោកនេះគេមានចំណុចពិសេសអញ្ចឹងគោរព respect គេគោរពគេទៅគោរពទៅហើយកុំមើលខ្លួនឯងថាអូចេះប៉ុណ្ណឹងយើងទៅឃើញគេទូចយើងមានលុយប៉ុណ្ណឹងយើងឃើញគេមកដល់យើងគោរពគេផងដកលុយចេញមកយើងមានអីដកគេហៅថាក្រុមងារឬក៏អិសរៈយុសចេញមកយើងសល់អីគេប្រយ័ត្នអត់សល់ការគោរពពិតប្រាកដបាទប្រយ័ត្នអត់សល់ការស្រឡាញ់ពិតប្រាកដខ្ញុំរងថ្ងៃអួតតិចចុះខ្ញុំទៅដល់ណាក៏ខ្ញុំអត់បាយហូបដែរនៅក្នុងប្រទេសកម្ពុជាបាទខ្ញុំទៅដល់ណាក៏មានប្រជាជនជាច្រើនស្រឡាញ់និងរាប់អានខ្ញុំដែរពីព្រោះភាពសាមញ្ញរបស់ខ្ញុំភាពសាមញ្ញធ្វើឲ្យមនុស្សងាយស្រួលនៅក្នុងការរាប់អានយើងបាទអញ្ចឹងបានខ្ញុំរងថ្ងៃខ្ញុំពិតជាចង់ឲ្យមនុស្សងាយស្រួលនៅក្នុងការតំណែងគ្នាទៅដាក់ភាពសាមញ្ញអញ្ចឹងមិនថាវាមានអីអស្ចារ្យជាងនឹងទេបាទសាមញ្ញយ៉ាងម៉េចបងសាមញ្ញលើបងឃើញមើល uniform ខ្ញុំមកពាក់មកថ្ងៃនេះមើលមិនថាខ្ញុំមានកខ្ញុំមានអីទាំងអស់តែខ្ញុំសាមញ្ញរបស់ខ្ញុំបែបខ្ញុំស្តង់ដាររបស់ខ្ញុំបាទសាមញ្ញគឺជាសេរីភាពសម្រាប់ខ្ញុំទ្រឹស្ដីហ្នឹងសម្រាប់ខ្ញុំឯងខ្ញុំអាចទៅអង្គុយកាហ្វេចាំផ្លូវបានខ្ញុំអាចទៅអង្គុយ Starbucks បានខ្ញុំអាចទៅហូបកាទៀវតាមផ្លូវបានខ្ញុំអាចទៅដកឈូកចុះផុកបានខ្ញុំអាចទៅច្រូតស្រូវបានមិនសប្បាយឡាយតែមុខមាត់ឡាយតែអញខ្ញុំប៉នេះដែរខ្ញុំទៅច្រូតស្រូវមិនសមខ្ញុំតារាល្បីដែរខ្ញុំទៅមិនកាត់អូនឹងគឺមានន័យថាអត់សេរីភាពទេគេយល់បាទសាមញ្ញគឺជាសេរីភាពបាទគេហៅថា independent ចង់ធ្វើអីធ្វើនឹងបានបាទអញ្ចឹងពីខ្ញុំទៅភាពសាមញ្ញគឺសំខាន់អញ្ចឹងបានថាទោះបីយើងមានប៉ុណ្ណាយើងមិនសមបានប៉ុណ្ណាតែយើងអត់មានភាពសាមញ្ញដាក់ខ្លួនយើងអត់ស្ងប់នៅអ្វីដែលយើងមានអត់ពេញចិត្តនៅអ្វីបច្ចុប្បន្នណាគឺពិបាកអ្វីទៅដែលទស្សនិកជនហើយនឹង fan បងអត់ដឹងពីបងអត់ដឹងសោះបងគឺបងអត់ដែរប្រហើបច្រើនណាមិនដឹងគាត់ចង់ដឹងពីអីឲ្យមួយដែលគួរដែលប្លែករំភើបដែលប្លែកគឺខ្ញុំមានហាងហូលលក់ហូលផាមួងហូលខ្មែរយើងបាទហើយជាហាងហូលដែលមាន collection ស្អាតជាងគេនៅស្រុកខ្មែរហ្មងអត់ដឹងមែនអត់ surprise ក៏គ្នាទៅអត់ខ្ញុំមានហាងហូលមួយដែលជា business របស់ប្រពន្ធខ្ញុំដែលលក់ហូលផាមួងស្អាតហើយផ្គត់ផ្គង់ដល់ជំទាវធំជាច្រើនក៏ដូចជាឯកឧត្តមធំជាច្រើនបានមកទិញនៅកន្លែងខ្ញុំឈ្មោះហាងហូលផ្កាថ្មហូលខ្មែរថ្មហូលខ្មែរ
ហូលខ្មែរអូខេ បាទ ហូលខ្មែរ បាទមូលហេតុដែលយើងដាក់ផ្កាថ្មហូលខ្មែរដោយសារតែប្រពន្ធរបស់ខ្ញុំគាត់ចូលចិត្តបាតសមុទ្រ បាទ គាត់និងខ្ញុំខុសគ្នាខុសផ្ទុយគ្នាដាច់ហ្មងគាត់ចូលចិត្តបាតសមុទ្រនិងសមុទ្រខ្ញុំចូលចិត្តទឹកជ្រោះនិងភ្នំ បាទមួយនេះ បាទហើយបើតែ trip វិញដើម្បីគាត់ខ្ញុំត្រូវទៅសមុទ្រ បើចេះហៅទៅបង ចេះ អូខេ ខ្ញុំធ្លាប់ហែលឆ្លងព្រៃកពតទៅមក បាទ ព្រៃកពតហែលហើយបានដឹងថាវាជ្រៅ បាទ បានគេប្រាប់ថាជ្រៅ ទឹកហូរទេបង ទឹកហូរយើងហែលទៅហែលលេងហែលទៅឆ្លងទៅកណ្ដោះហើយហែលមកវិញអត់មានអាវពោងអត់មានអីទេខ្ញុំចូលចិត្តហែលទឹកខ្លាំងមែនទែនតាំងពីនៅទូចខ្ញុំចូលចិត្តហែលទឹកខ្ញុំលេងទឹកមួយថ្ងៃបងងាយក៏បានដែរ បាទ ខ្ញុំជាមនុស្សម្នាក់ចូលចិត្តហែលទឹកប្លែកហើយ អត់ដឹងច្រើនហ៎បង អត់ដឹងច្រើនហើយហាងហូលផ្កាថ្មហ្នឹងគឺខ្ញុំម្ដាយក្មេករបស់ខ្ញុំជាអ្នកលក់ហូលជាង20ឆ្នាំហើយគាត់លក់អាផ្គត់ផ្គង់តសៃសូត្រតសៃអីហ្នឹង បាទ20 year Yeah more than 20 year ច្រើនជាង20ឆ្នាំហើយប្រពន្ធរបស់ខ្ញុំគាត់ចូលចិត្តអាហ្នឹងតាំងពីគាត់នៅទូចអញ្ចឹងក៏ខ្ញុំ inspire គាត់ឲ្យតែធ្វើអ្វីដែលគាត់ស្រឡាញ់ទៅ បាទ អញ្ចឹងយើងមានហាងហូលនឹងមួយហើយមួយទៀតprivate មែនទែនដែលអត់ដែលដឹងខ្ញុំបើចង់ដឹងពីអីវិញដែលបងគិតថាវា private មែនទែនពីព្រោះជ្រុងខ្ញុំពិតប្រាកដថាខ្ញុំបើកចំហតែផ្នែកឡានទេ បាទ តែបើផ្សេងខ្ញុំមិនដែលប្រាប់មែនអត់ បងលេងកីឡាអីបង អូកីឡារាល់ថ្ងៃខ្ញុំលេង badminton បាយសៃ វៃសី បាទ ហើយ badminton ធ្វើឲ្យយើង happy រហូត បាទអត់ដឹងច្រើនណាបងខ្ញុំឃើញដាក់បងតាឡាននេះអូខេឥឡូវសួរពី សួរ ខ្ញុំ ក៏ ហ្ម បាន ងឆៅហ្មងបង បាទសួរមក កីឡាលេងតែ badminton ទេ badminton gym ប៉ណ្ណាំងឡានមួយទៀត ប៉ណ្ណាំងឡាននៅក្នុង game ប៉ណ្ណាំងឡាន off road មែនទែនខ្ញុំមានឡាន off road មែនទែនហ្មង buggy បង លើស buggy ទៀត បាទ ឡានប្រភេទ off road ដែលខ្ញុំ modify ផ្ទាល់ដៃពី A ដល់ Z ហើយជាឡានដែលធ្លាប់ទទួលបានលេខ2នៅមណ្ឌលគិរីលេខ7នៅប្រទេសថៃហើយប្រទេសវៀតណាមក៏យើងធ្លាប់ប្រកួតដែរឥឡូវពង rebuild វាឡើងវិញដើម្បីម្ដងទៀត បាទ អត់ដែលដឹងពីខ្ញុំបងអាយុម៉ានទេបង ខ្ញុំអាយុ31 ក្មេងហ្មង ក្មេងមុខចាស់ អត់ទេមកក្មេងខ្ញុំមើលដឹងក្មេងហ្មង ក្មេងហ្មងហ៎អូអញ្ចឹងនៅក្មេងហ៎ បាទហើយរៀនមួយលោកគ្រូតារា អត់លោកគ្រូតារាគាត់ចេះយើងធ្លាប់ខ្ញុំធ្លាប់មើលវីដេអូគាត់ខ្ញុំធ្លាប់ទៅលេងផ្ទះគាត់ខ្ញុំធ្លាប់ចេញចូលផ្ទះគាត់ហើយពួកយើងតែងតែភាសាគ្នារហូតជាមួយលោកគ្រូ បាទ តែងតែសួរនាំគាត់តែងតែមានយោបល់មួយចំនួនហើយគាត់តែងតែជាមនុស្សម្នាក់ដែលគាត់មានយោបល់ល្អៗច្រើន បាទ ហើយខ្ញុំចូលចិត្តស្ដាប់ podcast គាត់មែនទែនដោយសារមួយរយៈនេះគាត់ធ្វើ podcast ច្រើនអញ្ចឹងខ្ញុំស្ដាប់បានច្រើន បាទ ហើយគាត់ជាមនុស្សម្នាក់ដែលមានចក្ខុវិស័យវែងឆ្ងាយ បាទ បាទអញ្ចឹងគាត់ក៏ជាធនធានមនុស្សមួយនៅក្នុងប្រទេសកម្ពុជាគាត់ពិតជាមនុស្សដែលបង្កើតលទ្ធផលបានច្រើនមែនទែន បាទ សម្រាប់ខ្ញុំពិតជាកោតសរសើរគាត់បាទពីព្រោះគាត់អត់មានអំនួតទេហើយគាត់ក៏លក្ខណៈថានិយាយអីត្រង់ បាទ បាទ មកពីខាងបងមានព្រឹត្តិការណ៍អីដែលកើតឡើងដែលធ្វើឲ្យបងអញ្ចឹងបងដែលខ្លួនឯងជាសពថ្ងៃនេះមានព្រឹត្តិការណ៍អីគេដែលកើតឡើងដែលបងចាំទេ ព្រឹត្តិការណ៍មានច្រើនណាស់ព្រឹត្តិការណ៍ដែលធ្វើឲ្យខ្ញុំចងចាំដែលធ្វើឲ្យខ្ញុំមាន inspiration ដែលធ្វើឲ្យខ្ញុំតែងតែធ្វើអីមិនពជាពេលវាមានច្រើនប៉ុន្តែអាព្រឹត្តិការណ៍មួយគឺយើងស្ដាយពេលវេលាឧទាហរណ៍ថាបើសិនជាយើងដើរទៅដល់ទៅមានពេលវេលាណាមួយនោះយើងចង់ធ្វើអីមួយតែធ្វើអត់កើតទេ អញ្ចឹងយើងអាចត្រឡប់មកវិញហើយយើងក៏បានសន្យាមួយខ្លួនឯងថាបើសិនខ្ញុំមានសេរីភាពម្ដងទៀតខ្ញុំនឹងធ្វើវារហូតព្រឹត្តិការណ៍ហ្នឹងហើយជាព្រឹត្តិការណ៍ដែលធ្វើឲ្យខ្ញុំដូចខ្ញុំរស់ឡើងវិញអញ្ចឹងខ្ញុំមានគោលការណ៍ខ្ញុំចាប់ផ្ដើមមានភាពឆ្លាស់វៃខ្ញុំចាប់ផ្ដើមមានស្តង់ដារខ្លួនឯងខ្ញុំចាប់ផ្ដើមធ្វើអីខ្ញុំអត់ពជាពេលខ្ញុំចាប់ផ្ដើមហ៊ានបថយបឋានហ៊ានកាត់ចោលហ៊ានទុកហ៊ានប្រាប់គេចំពីព្រោះអីមនុស្សយើងអត់មានពេលវេលាច្រើនទេមួយថ្ងៃមាន24ម៉ោងដូចគ្នាណា បាទ ហើយ24ម៉ោងយើងមានតែ12ម៉ោងអីសម្រាប់ធ្វើការដូចគ្នាហ្នឹងប៉ុន្តែហេតុអីបានមនុស្សម្នាក់ទៀតបង្កើតលទ្ធផលបានច្រើនហេតុអីបានយើងបង្កើតបានតិចអញ្ចឹងយើងត្រូវអីគឺទៅជាគោលបំណងរបស់យើងអីទៅជាចក្ខុវិស័យរបស់យើងចុងក្រោយដែលយើងចង់បង្កើតអញ្ចឹងពេលហ្នឹងហើយដែលធ្វើឲ្យខ្ញុំពេលដែលខ្ញុំតែងតែចាប់ផ្ដើមធ្វើអីមួយខ្ញុំតែងតែគិតដល់រឿងហ្នឹងខ្ញុំតែងតែ inspire ខ្លួនឯងឲ្យធ្វើទៀតបើសិនជាថ្ងៃស្អែកជាថ្ងៃចុងក្រោយរបស់ខ្ញុំតើថ្ងៃនេះខ្ញុំធ្វើអីល្អបំផុតពេលនេះ
បើសិនជា1ម៉ោងក្រោយជាម៉ោងចុងក្រោយរបស់ខ្ញុំតើ1ម៉ោងនេះខ្ញុំនឹងនិយាយអីល្អបំផុតជាមួយនឹង podcast ហ្នឹង បាទ អញ្ចឹងហើយយើងត្រូវគិតអាហ្នឹងពីព្រោះការពិតគឺវាតែងតែកើតមានឡើងឥឡូវខ្ញុំសួរ30ឆ្នាំក្រោយវាមកដល់អត់ត្រូវតែមកដល់មែនហ្នឹង2000ឥឡូវ2025 2055 2055ហ៎2055នឹងមកដល់ត្រូវអត់ បាទ តើអាក្នុងពេលបច្ចុប្បន្នយើងត្រូវធ្វើអីល្អបំផុតទៅដល់2055ហ្នឹងឲ្យវាចំណេញពេលបំផុតឲ្យវាល្អបំផុតខ្ញុំគិតថាពីមុនមកខ្ញុំអត់ដែលជឿលើពាក្យថា education change the people ទេដូច Nicholas Madison នេះគាត់និយាយថាដើម្បីផ្លាស់ប្ដូរសេដ្ឋកិច្ចប្រទេសបានគឺយើងត្រូវផ្លាស់ប្ដូរ education ខ្លួនឯងអញ្ចឹងណា បាទ ពេលដែលខ្ញុំទៅរៀននៅក្រៅខ្ញុំទៅមើលពីបរិបទស្រុកគេបាទខ្ញុំដឹងថា education the best education គឺជាទ្រព្យសម្បត្តិដ៏មានតម្លៃបំផុតហើយធនធានមនុស្សគឺជារបស់ដែលមានតម្លៃបំផុតឥឡូវមនុស្សដូចគ្នាហេតុអីបានខ្ញុំធ្វើការតែ5 10នាទីខ្ញុំបានលុយ 1000 ហេតុអីបានម្នាក់ទៀតគ្នាធ្វើការ5 10នាទីដូចខ្ញុំបានតែ200ហេតុអីបានអ្នកខ្លះធ្វើ5 10នាទីដូចគ្នាអត់បានតែ2000រៀល why សមត្ថភាព yes អីទៅជាសមត្ថភាព ចំណេះ yeah ចំណេះដឹងគឺពិតជាសំខាន់មិនមែនចំណេះដឹងលើជំនាញទេចំណេះដឹងទាំងគ្រប់សពចំណេះដឹងទាំងមូលតែម្ដងឥឡូវខ្ញុំសួរថាខ្ញុំធ្វើ YouTube ចេញអត់បើខ្ញុំអត់ចេះ Word ខ្ញុំអាចធ្វើសំណួរកម្រងសំណួរបានអត់ខ្ញុំអាចធ្វើ storyboard បានអត់ yeah វាត្រូវចេះតាំងពីសេរីភ្លើងតាំងពីអីយើងត្រូវចេះទាំងអស់ បាទ ហើយអ្វីទាំងអស់ហ្នឹងយើងទៅរកបានណាឥឡូវវាកាន់តែស្រួលទៀតសម័យ digital នេះវា very ស្រួលមែនទែន អត់ចេះ search internet អ៊ីនធឺណិតមាន2ទៀតចង់បានអា manual ចង់បានគូក្បាលសិប្បនិម្មិតមួយណាក៏បានដែរតែយើងចេះប្រើគេអត់ចង់ឲ្យគេធ្វើអីក៏ធ្វើបានដែរប៉ុន្តែតើយើងមានចក្ខុវិស័យទៅប្រើគេដើម្បីឲ្យគេធ្វើយើងបានអត់ខ្ញុំមួយថ្ងៃមុនខ្ញុំប្រកាសចក្ខុវិស័យមុនខ្ញុំចង់ផលិតឡាននៅឆ្នាំ2027ខ្ញុំឃើញ possible បើថាធ្វើពីគ្រឿងសិនទេបង yeah ចក្ខុវិស័យ បាទ នៅពេលដែលខ្ញុំចង់ប្រកាសខ្ញុំចាប់ផ្ដើមត្រូវរកលុយហ្នឹងមែនអត់ បាទ ចំណាយប៉ុន្មាន 100000ពីរគ្រឿងមួយគ្រឿងអស់ 50000 អញ្ចឹង 100000 ធ្វើសម្រាប់ណាគេធ្វើសម្រាប់អីគេអ្នកណាអ្នកធ្វើអ្នកណាជាងថ្នាំអ្នកណាជាងភ្លើងអ្នកណាជាងម៉ាស៊ីនអ្នកណាជាងគ្រឿងក្រោមអ្នកណាផ្គត់ផ្គង់គ្រឿងអ្នកណាផ្គត់ផ្គង់ប៉ុងអ្នកណាផ្គត់ផ្គង់ម៉ាស៊ីនអ្នកណាផ្គត់ផ្គង់កង់ឡានអ្នកណាផ្គត់ផ្គង់ខ្សែភ្លើងអ្នកណា verify អ្នកណាអីទាំងអស់យើងរកឃើញអស់ហើយមែនទេ បាទ ប្រកាសរួមមកលុយ 100000 ណាគេបានចំណែកអីណាគេចង់បានអីធនាគារ sponsor 20000មកប្រេងម៉ាស៊ីន 10000 កង់ឡាន 10000 ផ្សេងទៀតមករួមគ្នាធ្វើបានហើយឲ្យតែមានចក្ខុវិស័យ បាទ និយាយមិនដូចការពិត ទោះជាអត់ការពិតខុសក៏បានយ៉ាងហើយ2028បាន maybe ព្រោះសំខាន់ខ្ញុំចង់ធ្វើ បាទ អញ្ចឹងការប្រកាសនេះមិនមែនជារឿងចៃដន្យទេព្រោះមនុស្សខ្ញុំតែប្រកាសខ្ញុំធ្វើឯងបងខ្ញុំទៅមើលប្រវត្តិខ្ញុំ8ឆ្នាំមុនឲ្យតែខ្ញុំប្រកាសខ្ញុំធ្វើឯងបងខ្ញុំអត់ដែលប្រកាសអត់ធ្វើខ្ញុំធ្វើឡានប៉ុណ្ណឹងមុនគេដែលប្រើប្រាស់ម៉ាស៊ីនដែលប្រើប្រាស់ប្រព័ន្ធកុំព្យូទ័រមុនគេនៅស្រុកខ្មែរឡានប៉ុណ្ណឹង off road គេមើលមកខ្ញុំ impossible មិនអាចទៅរួចប៉ុន្តែគេមានដឹងពីខ្ញុំណាខ្ញុំទៅស្គាល់អ្នកជំនាញនៅប្រទេសគេផ្សេងបាត់ហើយហ្នឹងខ្ញុំដឹងគេធ្វើបានហើយហ្នឹង បាទ ជើញគេមករៀនពីគេមកយើងធ្វើទៅសំខាន់យើងមានចក្ខុវិស័យថាយើងចង់បានរបស់អីយើងធ្វើបានស្អីក៏យើងធ្វើបានដែរស្អីក៏ធ្វើបានដែរឥឡូវយើងប្រកាសចក្ខុវិស័យចង់ឲ្យត្រីទន្លេសាបคล้ายជាត្រីមួយដែលល្បីដូចត្រីជប៉ុនមើលដែលហូបទៅឆ្ងាញ់មានអាយុការវេចខ្ចប់មានតម្លៃថ្លៃនៅ restaurant តែមានតម្លៃធ្វើបានដែរចង់ឲ្យអង្គខ្មែរទៅជារបៀបមកយើងឲ្យតែមានចក្ខុវិស័យពេលយើងទៅសួរអ្នកខ្លះអត់មានចក្ខុវិស័យផងទៅដើម្បីតែទៅនឹងធ្វើដើម្បីឲ្យធ្វើគិតមិនទៅអញ្ចឹងមិនថានឹងវាសំខាន់អញ្ចឹងបានបងឲ្យសួរខ្ញុំថាអីក៏ដោយបងនៅពេលបច្ចុប្បន្ននេះខ្ញុំពេញចិត្តនឹងអ្វីដែលខ្លួនឯងមានហើយខ្ញុំពិតជាពេញចិត្ត